មកខ្ញុំជំពាក់គេ50,000កូនសងបំណុលតែជារឿងធម្មតានោះវាជាបំណុលរបស់ម៉ាក់ខ្ញុំទេវាមិនពាក់ព័ន្ធនឹងខ្ញុំទេម៉ាក់ឯងបាននិយាយហើយយាយឯងមិនមែនទុកឲ្យឯងតែភោជនីយដ្ឋាននេះទេនៅមានត្បូងមរកតដែលជាកេរដំណែលទៀតនិយាយមក3 2ស្ងាត់ឈឹងខ្ញុំបានឆ្លងភពមកហើយនាងតូចសូមស្គាំងអស់ហើយនាងតូចពួកយើងធ្វើសង្គ្រាម3ថ្ងៃហើយមិនទាន់បានហូបអីទេខ្ញុំនិយាយថានាងតូចពួកយើងធ្វើសង្គ្រាម3ថ្ងៃហើយមិនបានហូបអីខ្ញុំបានហូបរបស់ឆ្ងាញ់ហើយបងស្រីទី3មិនទាន់បានហូបបាយទេមកហូបបាយទៅព្រះអាយប៉ុន្មានឆ្នាំនេះខ្ញុំមិនដែលបានហូបបាយសបែបនេះទេពងទាមានពងទាទៀតពងទាក្នុងនេះមានពងទានាងតូចខ្ញុំមិនអាចហូបបាយនាងដោយឥតគិតថ្លៃទេខ្ញុំគ្មានប្រាក់ទេនៅទីនេះខ្ញុំគ្មានប្រាក់ទេបើមិនប្រកាន់ទេទទួលយកទៅស្ពនមិនដឹងថាអាចលក់បានប៉ុន្មានក្នុងសម័យទំនើបទេនាងតូចខ្ញុំមានកងដៃស្ពនមួយជូននាងដែរលំមុំពេលមេក្រុមចោលឡើងមកឥឡូវខ្ញុំរកលុយបានមួយដុំធំនៅសម័យបុរាណឆ្ងាញ់ណាស់ហេតុអ្វីក្បាច់នេះដូចនឹងត្បូងមរកតនោះម្លេះក្រោកឡើងរបស់ទាំងនេះមកពីណាមនុស្សទៅណាអស់ហើយហេតុអ្វីខ្ញុំឆ្លងភពត្រឡប់មកវិញទៀតហើយមិនត្រឹមត្រូវទេអញ្ចឹងការបង្វិលត្បូងមរកតគឺជាវិធីឆ្លងភពខ្ញុំទៅធ្វើហូបឲ្យបុរសបុរាណ2នាក់នេះហូបឯងគិតថាធ្វើបែបនេះហើយមិនបាច់សងបំណុលមែនទេបោះវាចេញទៅចាំបន្តិច1 ម៉ោងខ្ញុំនឹងឲ្យលុយអ្នកមិនអាចទៅរួចទេវិធីសាស្ត្រដំដែកដែលមានក្បាច់បែបនេះមិនមែនបាត់បង់ទៅហើយទេឬទៅលឿនឡើងទៀបជាងនេះខ្ញុំមិនលក់ទេយ៉ាងហោចណាស់ក៏ជារបស់បុរាណដែរហេតុអ្វីអ្នកតូម្ចាស់ហាង60,000ប៉ុន្មាន80,000មិនអាចច្រើនជាងនេះទេព្រមព្រៀងម្ចាស់ផ្ទះមកដល់ហើយបោះរបស់របរចង្រៃនេះចេញទៅឈប់គាត់ឲ្យអ្នកទាំងពីរបានប៉ុន្មានខ្ញុំឲ្យ10 ដងអរគុណម្ចាស់ហាងទៅឲ្យឆ្ងាយយាយពិតជាទុករបស់មានតម្លៃឲ្យខ្ញុំមែនខ្ញុំត្រូវតែត្រឡប់ទៅសម័យបុរាណវិញរកលុយឲ្យបានច្រើនទើបអាចដោះបំណុលបានទាំងស្រុងបែបនេះគឺល្អហើយខានជួបគ្នាយូរហើយគិតគូររឿងចាស់ថ្មីជាមួយគ្នាទៅបុរសម្នាក់នេះសង្ហាណាស់មកដេកក្នុងដៃបងស្រីមកខ្ញុំកាន់តែចូលចិត្តការតុបតែងខ្លួនបែបនេះ